បាទថ្ងៃនេះផងដែរមកបង្ហាញបងប្អូនការបាច់គោយកទៅដាក់ស្រែតែមូលហេតុដែលការបាច់គោយកទៅដាក់ស្រែយើងមានមូលហេតុរបស់យើងដែរណាមិនចេះតែកើបដាក់ទៅទេមូលហេតុដែលយើងចង់កើបបាច់គោដាក់ស្រែហ្នឹងគឺដោយសារយើងកែប្រែដីសារដីហ្នឹងប្រើគីមីមកវាយូររាប់ខែរាប់ឆ្នាំហើយនឹងប្រហែលខែប្រហែលឆ្នាំទេហើយឥឡូវយើងចង់កែប្រែវាឲ្យដីនឹងវាល្អវិញព្រោះដីប្រើគីមីយូរវាខូចដីចង់អស់ហើយធ្វើស្រែធ្វើស្រូវនឹងលែងចង់កើតហើយអញ្ចឹងមានតែដាក់អាចគោដើម្បីកែប្រែដីនឹងឲ្យវាល្អឡើងវិញតែវាមានលក្ខណៈពិបាកដែរដោយសារតែប្រើគីមី4-10ឆ្នាំហើយ10មិន4-10ឆ្នាំទេ4-20ឆ្នាំហើយយើងទៅមកប្រើអាចគោដើម្បីកែប្រែដីនឹងវារៀងលំបាកតែបើសិនជាបងប្អូនមានពេលទំនេរបងប្អូនអាចរោស្លឹកឈើដាក់ល្អព្រោះនោះកែដីបានលឿនមិនថាស្លឹកចន្ទរីស្លឹកអំពិលស្លឹកអីក៏ដោយតែលើកលែងតែស្លឹកអាស័យហើយនឹងស្លឹកដើមប្រេងខ្យល់អាហ្នឹងអត់បានទេអាហ្នឹងដាក់ទៅខូចដីតែម្ដងណាអញ្ចឹងអានេះយើងកែប្រែដីយើងដាក់អាចគោយកអាចគោទៅដាក់ស្រែគោលដៅនោះគឺចង់ធ្វើស្រែហ្នឹងដោយមិនប្រើជីគីមីទៀតទេគឺយើងចង់ប្រើតែជីធម្មជាតិដើម្បីយកមកហូបខ្លួនឯងហើយនឹងយកលក់លើទីផ្សារដែរបងប្អូនក៏ត្រូវការស្រូវអង្ករដែលធម្មជាតិដោយមិនប្រើគីមីប៉ុន្តែឆ្នាំដំបូងដែលយើងកែប្រែដីពីដីគីមីមកប្រើដីធម្មជាតិអញ្ចឹងទិន្នផលច្បាស់ជាធ្លាក់ច្រើនមែនទែនយ៉ាងហោចណាស់ក៏3ឆ្នាំដែរទម្រាំបានទិន្នផលវាកើតឡើងវិញដល់យើងប្រើជីធម្មជាតិសុទ្ធអញ្ចឹងឥឡូវនេះយើងដាក់គោបានច្រើនតាមលទ្ធភាពដែលធ្វើទៅបានមិនថាអាចគោជីកប៉ុសឬមួយក៏ស្លឹកឈើបើសិនជាបងប្អូនមានពេលទំនេរបងប្អូនអាចដាក់បានស្លឹកឈើប្រមូលស្លឹកឈើនឹងដាក់បានច្រើននោះដីបងប្អូននឹងប្រែទៅជាល្អវិញបានលឿនខ្ញុំរវល់អត់មានពេលទៅរកស្លឹកឈើដាក់មានតែដាក់គោនឹងដើម្បីកែប្រែដីឲ្យវាបានល្អអញ្ចឹងនៅពេលដែលដីយើងបានល្អយើងនឹងធ្វើតែជីធម្មជាតិនឹងសុទ្ធហើយយើងនឹងប្រើតែជីធម្មជាតិនឹងដើម្បីធ្វើស្រែធម្មជាតិតែម្ដងគឺ100%ធម្មជាតិ 100% យើងប្រើជីអាចគោលាមកសត្វហ្នឹងធម្មជាតិយើងប្រើថ្នាំបាញ់ធម្មជាតិធ្វើអំពីរុក្ខជាតិដូចជាស្ដៅដូចជាបណ្ដូលពេជ្រដូចជាមើមស្លាប់តកៅអីជាដើមអញ្ចឹងមិនថាជីទឹកគឺយើងប្រើជីធម្មជាតិដូចជាអរម៉ូនផ្លែឈើអរម៉ូនផ្សេងដែលយើងអាចផលិតខ្លួនឯងបានដើម្បីយើងធ្វើដំណាំស្រូវនឹងឲ្យវាទៅជាដំណាំស្រូវដែលជាដំណាំធម្មជាតិ 100% ចឹងវារៀងពិបាកដែរនៅឆ្នាំដំបូងដើម្បីឲ្យយើងកែប្រែដីនឹងឲ្យបានល្អប្រសើរវារៀងពិបាកបន្តិចព្រោះដីដែលយើងប្រើជីគីមីរាប់ឆ្នាំមកហើយវាឡើងក្តាំងឡើងរឹងរហូតដល់ស្រែស្រូវយើងនឹងដាក់ជីលេងចង់ឡើងហើយដីនេះខ្ញុំទើបតែធ្វើឆ្នាំនេះជាឆ្នាំដំបូងទេហើយឆ្នាំដំបូងដែលធ្វើនេះគឺយើងគិតថានឹងកែប្រែដាក់ជីធម្មជាតិប្រើជីធម្មជាតិវិញដើម្បីឲ្យដីហ្នឹងវាឡើងទៅជាល្អវិញបើយើងនៅតែប្រើគីមីទៀតដីនេះអត់យូរទេយ៉ាងយូរបំផុតត្រឹម 2-3 ឆ្នាំទៀតគឺធ្វើលេងកើតហើយវាទៅជាក្តាំងក្រៀមក្រោះហើយស្រូវធ្វើគឺកាត់រោគមិនដឹងជារោគអីទៅរោគអីទេមានក្រាបផងមានខូចឬផងប៉ៅដើមប៉ៅឬហើយបាញ់សិតតែថ្នាំគីមីទាំងអស់អញ្ចឹងចំណាយដើមទុនច្រើនហើយស្រូវអត់កើតទៀតធ្វើគឺខាតតែម្ដងអញ្ចឹងបើសិនជាបងប្អូនងាកមកប្រើធម្មជាតិវិញវារៀងលំបាកឆ្នាំដំបូង
ប៉ុន្តែបាន3 4 5ឆ្នាំទៅបើយើងប្រើធម្មជាតិជាប់ហើយប្រើធម្មជាតិញឹកញាប់នោះដីបងប្អូននឹងកលายជាល្អវិញហើយយើងធ្វើទិន្នផលនឹងកើនឡើងហើយបើយើងប្រើជីធម្មជាតិបន្តទៅដីនឹងកាន់តែល្អទិន្នផលក៏កាន់តែកើនហើយសុខភាពរបស់អ្នកធ្វើនិងអ្នកបរិភោគនោះក៏វាកាន់តែល្អប្រសើរជាងយើងប្រើគីមីឥឡូវនេះខាងខ្ញុំនេះប្រើជីគីមីមហាត់យ៉ាងទាបណាស់ក៏6ទៅ7រហូតដល់10ក្រុងក៏មានដែរអញ្ចឹងរួចចំណេញអត់ឃើញទេចុះបានទៅដល់10ក្រុងហើយបានទិន្នផលមិនច្រើនទៀតបានត្រឹមតែ5 6 តោនឯប៉ុណ្ណឹងទេក្នុងមហាត់អញ្ចឹងយើងឃើញថាខាតតែម្ដងគូផ្សំនឹងតម្លៃស្រូវថោកទៀតយើងពិបាកទប់ទល់នឹងតម្លៃស្រូវនឹងការចំណាយដោយប្រើជីគីមីនេះអញ្ចឹងបើសិនជាអាចបងប្អូនគូតែងាកមកប្រើជីធម្មជាតិវិញនោះកែប្រែដីបងប្អូនឲ្យវាកាន់តែល្អពីមួយឆ្នាំទៅមួយឆ្នាំបងប្អូននឹងលេងសូវចំណាយដើមទុនហើយគឺបងប្អូនចំណាយដើមតិចនឹងទទួលបានទិន្នផលច្រើនតែបើដូចរាល់ថ្ងៃនេះប្រើជីគីមីច្រើនបងប្អូនចំណាយដើមទុនច្រើនបានចំណូលតិចនេះជាភាពខុសគ្នារវាងជីគីមីនិងជីធម្មជាតិបងប្អូនអ្នកដែលធ្លាប់ធ្វើបងប្អូនច្បាស់ជាអាចដឹងហើយតែបើបងប្អូនអត់ធ្លាប់ធ្វើបើបងប្អូនអាចសាកមើលពិសោធន៍មើលដោយខ្លួនឯងបងប្អូននឹងដឹងហើយបើដីដែលមានជីវជាតិគឺដីយើងដើរជន់ដើរទៅវាបាក់ផុយស្រួយតែបើដីដែលប្រើគីមីខូចអស់ជីវជាតិដើរជន់ទៅគឺមុតជើងតែម្ដងនេះគឺជាការពិសោធន៍ងាយសម្រាប់យើងអញ្ចឹងអត់មានអីច្រើនទេមានតែប៉ុណ្្នឹងទេសម្រាប់បង្ហាញទៅបងប្អូនដើម្បីដីស្រែរបស់យើងដើម្បីសុខភាពទាំងអ្នកបរិភោគនិងអ្នកប្រើប្រាស់អរគុណច្រើនសង្ឃឹមថ្ងៃក្រោយនឹងប្រើជីធម្មជាតិឲ្យបានច្រើនទាំងអស់គ្នាអរគុណច្រើន